ចំពោះទី2អំពីព្រះមហាក្សត្រមាត្រា21តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្ត្រីព្រះមហាក្សត្រទ្រង់ឡាយប្រតិលេខាលើព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិលនិងយោធាឯកអគ្គរដ្ឋទូតនិងព្រះសិទ្ធិវិសាមញ្ញនិងពេញសមត្ថភាពសេចក្តីស្នើរបស់ក្រុមប្រឹក្សានៃអង្គចៅក្រមព្រះមហាក្សត្រទ្រង់ឡាយប្រតិលេខាលើព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្ដូរឬដកចៅក្រមផ្នែកយុត្តាធិការសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់